តើដែនកំណត់នៃប្រាក់ចំណូលប៉ុន្មានដើម្បីមានសិទ្ធិទទួលបាននៅអត្ថប្រយោជន៍ SNAP ឬក៏ Food Stamp នៅក្នុងឆ្នាំ 2026 នេះបើយោងទៅតាមសារព័ត៌មាន Mi Barcelo Colombia ដែលចេញផ្សាយនៅថ្ងៃទី20 ខែមករាឆ្នាំ 2026 ខណៈពេលដែលយើងឈានជើងមកដល់នៅក្នុងឆ្នាំ 2026 ទិដ្ឋភាពនៃកម្មវិធីជំនួយអាហាររូបត្ថម្ភដែលឲ្យឈ្មោះថា SNAP ឬក៏ Food Stamp គឺកំពុងតែធ្វើការផ្លាស់ប្ដូរយ៉ាងខ្លាំងសម្រាប់ជនជាតិអាមេរិកប្រហែលជា42លាននាក់ដែលពឹងផ្អែកទៅលើជំនួយឧបត្ថម្ភពីសហព័ន្ធដែលមានចំនួនរហូតដល់ទៅ100,000 លានដុល្លារនេះច្បាប់នេះបានផ្លាស់ប្ដូរអំពីការផ្ដល់ជំនួយដែលធ្លាប់តែសាមញ្ញងាយស្រួលប៉ុន្តែឥឡូវនេះបែរទៅជាមានការរឹតបន្តឹងហើយក៏បានធានានឹងភាពសុក្រិតនៃកម្មវិធីនេះនិងអាហាររូបត្ថម្ភដែលមានជីវជាតិពិតប្រាកដក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump រដ្ឋបាលគឺកំពុងតែធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម Brooke Rollins និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល Robert F. Kennedy Jr. ដើម្បីកំណត់ឡើងវិញនៅរបៀបដែលសិទ្ធិទទួលបាននិងអត្ថប្រយោជន៍ដែលត្រូវបានគ្រប់គ្រងនៅទូទាំងប្រទេសដើម្បីឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបាននៅអត្ថប្រយោជន៍ SNAP នៅក្នុងឆ្នាំ 2026 គ្រួសារត្រូវតែឆ្លងកាត់នៅសំណុំរឿងដ៏ស្មុគស្មាញនៃតម្រូវការច្បាស់លាស់របស់រដ្ឋនិងដែនកំណត់ប្រាក់ចំណូលខណៈពេលដែលរដ្ឋបាលសហព័ន្ធបានផ្ដល់គម្រោងហើយរដ្ឋនីមួយៗមានស្វ័យភាពនៅក្នុងការសម្រេចចិត្តឲ្យច្បាស់លាស់ថាអ្នកណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយផ្អែកទៅលើក្របខ័ណ្ឌសេដ្ឋកិច្ចពិតប្រាកដរបស់ពួកគេនេះមានន័យថាសិទ្ធិទទួលបានរបស់អ្នកមិនមែនគ្រាន់តែអំពីប្រាក់ខែរបស់អ្នកនោះទេគឺវានិយាយអំពីការពិនិត្យនៅស្ថានភាពហិរញ្ញវត្ថុរបស់អ្នកទាំងមូលរួមទាំងកម្រិតប្រាក់ចំណូលនិងចំនួនទឹកប្រាក់ដែលអ្នកមាននៅក្នុងគណនីធនាគាររបស់អ្នកនៅឆ្នាំនេះគឺគេផ្ដោតទៅលើធ្វើឲ្យជនជាតិអាមេរិកមានសុខភាពល្អឡើងវិញដែលមានអក្សរកាត់ថា MAHA បានបន្ថែមកម្រិតនៃតម្រូវការថ្មីមួយនៅក្នុងការពិភាក្សាអំពីសិទ្ធិទទួលបានប្រធានាធិបតី Donald Trump កំពុងតែផ្ដល់អំណាចដល់រដ្ឋនានាឲ្យធ្វើការផ្លាស់ប្ដូរលើសពីការត្រួតពិនិត្យប្រាក់ចំណូលទៅតាមស្ដង់ដារដោយអនុវត្តចាប់តាំងអំពីការលើកលែងនៃការរឹតបន្តឹងស្បៀងអាហារបច្ចុប្បន្ននេះរដ្ឋចំនួន18ត្រូវបានអនុម័តឲ្យកែប្រែនៅអត្ថន័យនៃពាក្យថាអាហារសម្រាប់អ្នកស្រុករបស់ពួកគេដោយធានាថាជំនួយហិរញ្ញវត្ថុដែលបានផ្ដល់ត្រូវបានប្រើប្រាស់ជាពិសេសសម្រាប់អាហារសំខាន់ៗដែលមានជីវជាតិច្រើនជាជាងរបស់ដែលមិនមានជីវជាតិទោះជាយ៉ាងណាក៏ដោយផ្លូវឆ្ពោះទៅរកការទទួលបាននៃអត្ថប្រយោជន៍ទាំងនេះនៅក្នុងឆ្នាំ 2026 កំពុងតែប្រឈមមុខទៅនឹងបញ្ហាថ្មីៗជាច្រើនកម្មវិធីរបស់រដ្ឋជាច្រើនគឺកំពុងតែស្ថិតនៅក្រោមសម្ពាធដោយសារតែការកាត់បន្ថយនៅថវិកាដែលអ្នកជំនាញព្រមានថាអាចធ្វើឲ្យស្មុគស្មាញដល់ដំណើរការដាក់ពាក្យនិងការគ្រប់គ្រងបច្ចេកទេសនៃកម្មវិធីនៅត្រង់ចំណុចគិតលុយបើទោះបីជាមានឧបសគ្គផ្នែករដ្ឋបាលទាំងនេះក៏ដោយរដ្ឋបាល Donald Trump នៅតែបដិញ្ញាចិត្តចំពោះប្រព័ន្ធមួយដែលប្រាក់របស់អ្នកបងពុនត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់សុខភាពនិងការពារជំងឺរ៉ាំរ៉ៃដែលបានប៉ះពាល់ដល់ប្រទេសនេះអស់រយៈពេលជាយូរណាស់មកហើយអញ្ចឹងសរុបសេចក្តីមកនៅក្នុងសារព័ត៌មាននេះគឺសំដៅទៅលើការកំណត់នៃប្រាក់ចំណូលដែលប្រជាជនអាមេរិកដែលធ្លាប់តែទទួលបាននៅអត្ថប្រយោជន៍ SNAP ឬក៏ Food Stamp កាលពីឆ្នាំមុនប៉ុន្តែចូលមកដល់នៅក្នុងឆ្នាំ 2026 នេះគឺមានការផ្លាស់ប្ដូរយ៉ាងច្រើនបាទជាពិសេសទៅគឺការផ្លាស់ប្ដូរទៅលើប្រាក់ចំណូលរបស់អ្នកដែលមានសិទ្ធិអាចទទួលបាននៅអត្ថប្រយោជន៍ស្បៀងអាហារទាំងអស់នេះបាទដោយដែលបងប្អូនដឹងស្រាប់ហើយនៅការវីដេអូមុនគឺមានការផ្លាស់ប្ដូរដ៏សំខាន់
ខាន់មួយដែលតាក់ទងទៅនឹងអ្នកដែលមានអាយុចាប់ពី18ឆ្នាំរហូតដល់ទៅ64ឆ្នាំហើយមានកាយសម្បទាមាំមួនហើយអាចមានសមត្ថភាពនឹងទៅធ្វើការបានប្រាក់ខែក៏ដោយធ្វើការដោយស្ម័គ្រចិត្តក៏ដោយគឺគេតម្រូវឲ្យអ្នកដែលមានអាយុចាប់ពី18ឆ្នាំរហូតដល់64ឆ្នាំនោះត្រូវតែធ្វើការឲ្យបានយ៉ាងតិចបំផុតក្នុងមួយអាទិត្យ20ម៉ោងហើយ80ម៉ោងក្នុងមួយខែបាទនេះគឺជាច្បាប់មួយដែលធ្វើឲ្យប៉ះពាល់ដល់ច្រើនដល់ជនជាតិអាមេរិកដែលធ្លាប់តែទទួលបាននៅអត្ថប្រយោជន៍ស្នាបឬក៏ food stamp កាលពីឆ្នាំមុនប៉ុន្តែចូលមកដល់ឆ្នាំ2026នេះគឺមានការរឹតបន្តឹងយ៉ាងខ្លាំងហើយចំណុចទី2គឺតាក់ទងទៅនឹងប្រាក់ចំណូលគឺត្រូវតែមានកំណត់ផងដែរបាទគឺបើសិនជាយោងទៅតាមសារព័ត៌មាននេះគឺគេនិយាយថាអ្នកដែលអាចមានសិទ្ធិទទួលបាននៅអត្ថប្រយោជន៍ SNAP ឬក៏ Food Stamp ត្រូវតែមានប្រាក់ចំណូលនឹងក្រោមនៅអ្វីដែលគេកំណត់នេះតម្រូវការនៃប្រាក់ខែឬក៏ប្រាក់ចំណូលនោះគឺមិនដូចគ្នានោះទេGross income គឺមានន័យថាប្រាក់ចំណូលដែលរកបានដែលមិនទាន់កាត់ពន្ធសម្រាប់មនុស្សម្នាក់គឺចន្លោះប្រហែលជា$2152ទៅ$2190ក្នុងមួយខែប៉ុន្តែវាមានការខុសគ្នាបន្តិចបន្តួចហើយសម្រាប់មនុស្ស2នាក់គឺត្រូវតែមានប្រាក់ចំណូលចន្លោះពី$2909ទៅ$2946ក្នុងមួយខែសម្រាប់គ្រួសារដែលមានគ្នា3នាក់គឺចន្លោះពី$3665ទៅ$3702ក្នុងមួយខែហើយសម្រាប់គ្រួសារដែលមានគ្នា4នាក់គឺចន្លោះពី$4421ទៅ$4458ក្នុងមួយខែបាទនេះគឺសរុបប្រាក់ចំណូលទាំងអស់ដែលមិនទាន់កាត់កងមិនទាន់កាត់ពន្ធអ្វីទាំងអស់នោះហើយបើសិនជាបន្ទាប់អំពីការកាត់ពន្ធវិញលុយដែលនៅសល់នឹងមិនថាលុយនឹងគឺចូលទៅក្នុងធនាគាររបស់យើងនឹងគឺគេមានការកំណត់ថាឲ្យមានក្រោមបាទថាប្រាក់ចំណូលនឹងឲ្យក្រោមសម្រាប់ម្នាក់នឹងគឺប្រហែលជា$1305ក្នុងមួយខែបាទនេះគឺបន្ទាប់អំពីកាត់ពន្ធហើយសម្រាប់មនុស្ស2នាក់គឺគេកំណត់$1763ក្នុងមួយខែសម្រាប់គ្នា3នាក់ប្រហែលជា$2221ក្នុងមួយខែសម្រាប់គ្រួសារដែលមានគ្នា4នាក់គឺ$2680ក្នុងមួយខែបាទនេះគឺប្រាក់ចំណូលដែលអាចមានសិទ្ធិទទួលបាននៅអត្ថប្រយោជន៍ SNAP ឬក៏ Food Stamp នៅក្នុងឆ្នាំ2026នេះអញ្ចឹងនៅក្នុងសារព័ត៌មាននេះគឺខ្ញុំគ្រាន់តែលើកយកមកដើម្បីធ្វើការអាប់ដេតសម្រាប់បងប្អូនយើងដែលត្រូវការចាំបាច់នៅជំនួយស្បៀងអាហារនេះហើយក៏មិនហ៊ានទៅដាក់ពាក្យសុំនោះដោយសារថាមិនដឹងជាគេនឹងត្រូវការអ្វីខ្លះមិនដឹងថាគេត្រូវការប្រាក់ចំណូលនឹងប្រមាណក្នុងម្នាក់ក្នុង2នាក់3នាក់4នាក់ក្នុងគ្រួសារនឹងអញ្ចឹងនៅក្នុងសារព័ត៌មាននេះគឺខ្ញុំលើកមកហើយគឺទី1នឹងគឺដែលខ្ញុំលើកថា cross pay នឹងគឺសម្រាប់ប្រាក់ចំណូលដែលយើងមិនទាន់កាត់ពន្ធហើយទី2ដែលខ្ញុំលើកមកគេថា net income នឹងគឺសម្រាប់ប្រាក់ចំណូលបន្ទាប់អំពីកាត់ពន្ធរួចហើយខ្ញុំសង្ឃឹមថាវីដេអូនេះគឺមានអត្ថប្រយោជន៍ដល់បងប្អូនយើងមួយចំនួនដែលត្រូវការនៅជំនួយស្បៀងអាហារដូចជា SNAP ឬក៏ Food Stamp នៅក្នុងឆ្នាំ2026នេះហើយបើសិនជាបងប្អូនយល់ថាមានប្រយោជន៍បាទកុំភ្លេចជួយចុច like និងចុច subscribe